មេរៀនសេចក្តីប្រោសរស់ឡើងវិញ5ក្រុមណាអញ្ចឹងមុននឹងយើងចូលទៅក្នុងការសិក្សាសូមបងប្អូនម្នាក់ស្ម័គ្រចិត្តអាចអធិដ្ឋានបើកកម្មវិធីសូមព្រះបរិយានៃសុខភាពតែគង់នៅខាងសួរទៅពួកអាចារ្យអង្គជំនុំធម្មតាត្រង់បានបរិសុទ្ធនិកសូមរីកត្រង់តាមបានដល់សូមឲ្យព្រះហត្ថីត្រង់បានសម្រេចនៅផែនដីក៏ដោយនៅឋានសួគ៌ដែរសូមអង្គប្រទានអាហារដល់ទុំគុំយានខ្ញុំតែត្រូវការនៅថ្ងៃនេះសូមព្រះអង្គអត់ទោសកំណត់ទុំគុំយានខ្ញុំដូចជាទុំគុំយានខ្ញុំបានអត់ទោសដល់អ្នកដែលបានធ្វើខុសនៅទុំគុំយានខ្ញុំដែរសូមព្រះអង្គកំណត់ទុំគុំយានខ្ញុំបានលាក់ទៅក្នុងក្តីវងឡើយតែកុំប្រោសទុំគុំយានខ្ញុំបានរួចផុតពីទឹកដីអាក្រក់បិទត្រីអស្ចារ្យនៅប្រទេសក្រារបស់អបទៅនៅឱកាសនេះព្រះអង្គឲ្យទុំមកផងព្រះអង្គនៅពេលនេះព្រះអង្គនៅពេលយុគនេះនៅខាងទីគារបស់ព្រះអង្គនៅការរំលឹកពីជាពេលយុគអរគុណព្រះអង្គដែលព្រះអង្គទានពរឲ្យទុំគុំយានខ្ញុំដល់គ្នាដែលជារាជសម្រាប់របស់ព្រះចង្ចាបានមកជួបជុំគ្នាដើម្បីសិក្សាសន្តិភាពព្រះអង្គឲ្យសូមបងប្អូនហាតីដាក់ព្រះមានបរិសុទ្ធគង់ជាមួយលោកគ្រូនិងយើងខ្ញុំទាំងអស់គ្នាដើម្បីទទួលសាររបស់ព្រះចង្ចាឲ្យបានគ្រប់ជ្រុងជ្រោយឲ្យទុំគុំយើងខ្ញុំមានជំហររងមាំនៅក្នុងសាររបស់ព្រះចង្ចាជាសារចុងក្រោយនេះព្រះអង្គឲ្យទុំគុំអរគុណព្រះអង្គសូមព្រះអង្គទានពរឲ្យទុំគុំមានសុខភាពល្អមានបញ្ញាមានការយល់ដឹងដើម្បីត្រង់ត្រាប់នៅព្រះអង្គឲ្យបានជឿជ្រះដើម្បីកុំឲ្យធ្លាក់ក្នុងដីពួងឡើយសូមអរគុណព្រះអង្គណាដោយសូមអធិដ្ឋានទូលថ្វាយនៅហេតុការណ៍នៃក្នុងព្រះនាមព្រះអង្គចាស់ជាម្ចាស់នៃថ្ងៃតបាត់និងជាព្រះអង្គសង្គ្រោះគឺព្រះនាមព្រះពុត្រាព្រះយេស៊ូវគ្រីស្ទអាមែនអាមែនអាមែនបាទសូមមកឲ្យព្រះបានគង់ជាមួយយើងទាំងអស់គ្នាបន្តនៅក្នុងការដែលយើងសិក្សាបើគ្មានវត្តមានរបស់ទ្រង់ទេយើងមិនអាចយល់នៅគ្រប់ទាំងអត្ថកម្បាំងរបស់ព្រះបន្ទូលទ្រង់បានទេណានេះយើងទាំងអស់គ្នាអរគុណព្រះដែលព្រះអង្គទ្រង់បានគង់នៅជាមួយយើងទាំងអស់គ្នាតាមសេចក្តីសន្យារបស់ទ្រង់ដែលព្រះអង្គទ្រង់ប្រាប់យើងហើយថាបើយើងព្រមព្រៀងគ្នានៅផែនដីពី2អ្នកឡើងទៅហ្នឹងគឺព្រះអង្គទ្រង់នៅកណ្ដាលហើយព្រះអង្គទ្រង់មិនដែលខាននឹងធ្វើតាមសេចក្តីសន្យារបស់ទ្រង់ទេណាឥឡូវយើងចាប់ផ្ដើមទៅក្នុងការសិក្សាជាមួយគ្នាយើងសិក្សានៅសេចក្តីរស់ឡើងវិញ5ក្រុមឬក៏ការដែលព្រះទ្រង់ប្រោសឲ្យរស់ឡើងវិញមនុស្ស5ក្រុមណាឥឡូវយើងចូលទៅក្នុងបេះដូងនៃមេរៀនតែម្ដងទៅគឺក្រុមទី1ក្រុមទី1បងប្អូនមើលទៅក្នុងម៉ាថាយជំពូក27យើងបានអានកន្លងមកហើយដែរប៉ុន្តែនេះទៅព្រោះមេរៀនតាក់ទងទៅនឹងសេចក្តីប្រោសឲ្យរស់ឡើងវិញ5ក្រុមណាម៉ាថាយជំពូក27យើងមើលខ52អស់ទាំងភ្នោខ្មោចក៏របើកឡើងឯខ្មោចពួកអ្នកបរិសុទ្ធដែលដេកលក់ទៅហើយបានរស់ឡើងវិញជាច្រើន53ទាំងចេញពីភ្នោក្នុងពេលក្រោយដែលទ្រង់មានព្រះជន្មរស់ឡើងវិញហើយចូលទៅក្នុងទីក្រុងបរិសុទ្ធលេចមកឲ្យមនុស្សជាច្រើនឃើញដែរអាមែនអាមែនបាទនេះគឺជាសេចក្តីរស់ឡើងវិញលើកទី1ឬក៏ក្រុមទី1ណាដែលព្រះអង្គទ្រង់បានប្រោសឲ្យគេរស់ឡើងវិញគឺយើងដឹងថានៅពេលដែលព្រះគ្រីស្ទទ្រង់បានរស់ឡើងចេញពីភ្នោមកបើយើងមើលនៅក្នុងសាច់រឿងមកយើងឃើញថានៅពេលដែលព្រះអង្គទ្រង់ជាប់លើឈើឆ្កាងហ្នឹងក៏ក្រោកដីណាហើយមានភ្នោខ្មោចជាច្រើនហ្នឹងបានរបើកឡើងហ្នឹងក្នុងព្រះគម្ពីរប្រាប់យើងប៉ុន្តែគ្រាន់តែរបើកឡើងទេនៅពេលព្រះអង្គនៅលើឈើឆ្កាងហ្នឹងគ្រាន់តែរបើកឡើងទេពួកគេអត់មានទាន់មានបុគ្គលណាមួយព្រះអង្គប្រោសឲ្យគេរស់ឡើងវិញនៅពេលនោះទេដល់រហូតដល់ព្រះអង្គទ្រង់បានមានបញ្ជនរស់ឡើងវិញនៅថ្ងៃទី18ណាព្រោះនៅថ្ងៃទី1ហ្នឹងបើយើងមើលនៅក្នុងការបញ្យល់របស់ហោរាបានប្រាប់ថាព្រះអង្គទ្រង់គេធ្វើគុតនៅថ្ងៃទី16ណាព្រោះធម្មតាព្រះអង្គត្រូវស្លាប់នៅក្នុងបនរំលងនៅក្នុងថ្ងៃ15ណាប៉ុន្តែអត់ទេដោយព្រោះពួកអាចារ្យផារ៉ាស៊ីយើងបានសិក្សាកន្លងមកពួកអាចារ្យផារ៉ាស៊ីបានប្រាប់ថាបើធ្វើគុតព្រះអង្គនៅថ្ងៃ15ហ្នឹងគឺធ្វើឲ្យបណ្ដាជនមានកាឡាហលណាអញ្ចឹងហើយបានជាពួកគេទុករហូតដល់ព្រះអង្គទ្រង់ដល់ថ្ងៃ16បានគេធ្វើគុតបានគេយកព្រះអង្គទៅឆ្កាងរួចហើយព្រះអង្គសគត់នៅចិត្តចូលថ្ងៃបរិសុទ្ធហើយចិត្តដល់ពេលគេបានយកសពរបស់ព្រះអង្គទៅដាក់ក្នុងភ្នោថ្ងៃបរិសុទ្ធចូលមកដល់ហើយយើងដឹងថា
ចូលថ្ងៃទី17ព្រះអង្គនៅក្នុងភ្នោនៅក្នុងថ្ងៃទី17ហើយដល់ថ្ងៃទី18ព្រះអង្គទ្រង់មានបញ្ជនរស់ឡើងវិញយើងបែរមកក្នុងសាច់រឿងដែលក្រុមទី1នឹងរស់ឡើងវិញនៅក្នុងម៉ាថាយជំពូក27ខ52ដល់53ដែលបងស្រីសិទ្ធិកាអានមកហ្នឹងគឺយើងឃើញថាអស់ទាំងភ្នោខ្មោចហ្នឹងក៏បើកឡើងឯខ្មោចពួកអ្នកបរិសុទ្ធណាគឺនៅទីនេះមកក្រុមទី1នេះគឺរស់ឡើងវិញជាមួយនឹងព្រះគ្រីស្ទហ្នឹងព្រះគ្រីស្ទជាសក្តីរស់ឡើងវិញលើកទី1ជាការព្រះអង្គតំណាងឲ្យអ្នករស់ឡើងវិញរស់លើកទី1ហ្នឹងហើយការដែលព្រះអង្គទ្រង់រស់ឡើងវិញវិញ្ញាណបតន័យអ្នកស្រីលីនជវៃទៅសេប្រាប់យើងថាគឺព្រះអង្គរស់ចំថ្ងៃនៃដង្វាយក្រវីណាដូចជាព្រះអង្គទ្រង់រស់ឡើងចំថ្ងៃហ្នឹងអញ្ចឹងហើយបានជាពួកអ្នកដែលរស់ឡើងជាមួយនឹងទ្រង់ហ្នឹងព្រះអង្គទ្រង់បានយកទៅនគរឋានសួគ៌ធ្វើជាដង្វាយកវីតំណាងឲ្យជ័យជំនះតំណាងឲ្យពួកអស់អ្នកដែលរស់ឡើងវិញជាមួយនឹងទ្រង់ហ្នឹងលើកទី1ដែលព្រះអង្គទ្រង់បានប្រោសក្រុមទី1ហ្នឹងឲ្យរស់ឡើងវិញគឺពួកហ្នឹងហើយយើងដឹងបានយើងសិក្សានៅក្នុងត្រាទាំង7កូនជាងបកត្រាទាំង7ហ្នឹងបងប្អូនដឹងហើយគឺពួកហ្នឹងហើយគឺពួកចាស់ទុំ24ដែលនៅជុំវិញបល្ល័ង្កនៅក្នុងថ្ងៃជំនុំជម្រះស៊ើបអង្កេតមនុស្សស្លាប់ហ្នឹងណាហើយពួកព្រះអង្គទ្រង់យកពួកគេធ្វើជាគណៈវិនិច្ឆ័យនៅក្នុងតុលាការកំពូលនៃចក្រវាលហ្នឹងហើយមាននៅក្នុងចំណោមហ្នឹងក៏មានពួកចាស់อะไรតួមានជីវិតទាំង4ហ្នឹងក៏នៅរស់ឡើងវិញនៅក្នុងចំណោមពួកគេនឹងដែរព្រះអង្គទ្រង់យកទៅចូលទៅក្នុងតឡាការហ្នឹងយើងបានសិក្សានៅត្រានៅត្រាហ្នឹងបានយល់ដឹងច្បាស់ហើយបាទនេះដូច្នេះនេះហើយជាក្រុមទី1ដែលរស់ឡើងវិញជាមួយនៅព្រះគ្រីស្ទគឺជាពួកអ្នកដែលចេញពីភ្នោមកហៅថាពួកបរិសុទ្ធអត់មានពួកទុច្ចរិតអីនៅកន្លែងហ្នឹងទេណាគឺពួកបរិសុទ្ធដែលបានជឿព្រះអង្គហ្នឹងពីគ្រប់សម័យចំនួនមកព្រះអង្គទ្រង់រើសមួយនៅគ្រប់សម័យចំនួនមួយហ្នឹងគឺមកដើម្បីយកពួកគេទៅធ្វើជាគណៈវិនិច្ឆ័យអានឹងនៅក្នុងការដែលបងប្អូនយល់ស្របឬក៏មិនយល់ស្របយ៉ាងណាក្នុងការសម្រេចរបស់បងប្អូនទេណាប៉ុន្តែយើងជឿលើសាររបស់ព្រះហើយសក្តិទាំងអស់នេះយើងមិនដែលយល់ពីដើមមកទេចំពោះយើងមិនដែលយល់ពីដើមមកទេប៉ុន្តែដល់ពេលយើងមកទទួលសាររបស់ទេវតាពីទិសថ្ងៃរះហ្នឹងគឺបានយើងយល់នៅក្នុងសក្តិប្រោសឲ្យរស់ឡើងវិញ5ក្រុមហ្នឹងហើយណាព្រះអង្គទ្រង់រាប់ក្រុមទី1ហ្នឹងគឺក្រុមដែលរស់ឡើងវិញជាមួយនឹងព្រះអង្គនៅក្នុងថ្ងៃដែលព្រះអង្គទ្រង់ឡើងវិញនៅថ្ងៃ18ហ្នឹងណាហើយពួកគេទៅណាព្រះអង្គយកពួកគេទៅណាព្រះអង្គយកពេលដែលព្រះអង្គរស់ឡើងវិញហ្នឹងគឺព្រះអង្គទ្រង់យកពួកគេហ្នឹងទៅធ្វើជាដង្វាយកវីដល់នៅឋានសួគ៌ព្រះអង្គយកទៅបង្ហាញព្រះបិតាពីជ័យជំនះដែលព្រះអង្គទ្រង់បានធ្វើនៅលើឈើឆ្កាងជំនួសស្លាប់ជួសមនុស្សនៅលើពិភពលោកហ្នឹងតាំងពីលោកអាដាមរហូតតមកសេចក្តីសង្កត់របស់ទ្រង់ណាគឺសម្រាប់យើងទាំងអស់គ្នាដូច្នេះនៅក្នុងអ្នកដែលនៅទីនេះហ្នឹងគឺជាពួកអ្នកដែលបានរស់ឡើងវិញជាមួយនៅព្រះគ្រីស្ទណាអត់មានអ្នកណាផ្សេងទេនៅក្នុងវិញ្ញាណបទនាយ early writing សេចក្តីសរសេរដំបូងរបស់អ្នកស្រីនៅទំព័រ184នៅ paragraph 1ដល់3ហ្នឹងនៅពេលដែលព្រះយេស៊ូវទ្រង់កំពុងតែជាប់នៅលើឈើឆ្កាងទ្រង់បានស្រែកឡើងថាការបានស្រេចហើយនៅពេលនឹងឯងថ្មក៏បានប្រេះឡើងផែនដីក៏បានកក្រើកហើយក៏មានភ្នោខ្មោចខ្លះក៏បានបើកឡើងនេះគឺព្រះទ្រង់បើកសម្ដែងឲ្យហោរាស្រីបានឃើញនៅថ្ងៃដែលព្រះអង្គទ្រង់ជាប់នៅឈើឆ្កាងបន្តនៅពេលដែលទ្រង់បានរស់ឡើងវិញដោយមានជ័យជំនះឈ្នះលើសេចក្តីស្លាប់ហើយឈ្នះលើភ្នោនៅពេលដែលផែនដីក៏ក្រើកហើយសេរីល្អនៃឋានសួគ៌បានភ្លឺនៅជុំវិញកន្លែងដ៏វិសេសតែមួយពួកបរិសុទ្ធជាច្រើនដែលបានស្លាប់ស្ដាប់បង្គាប់តាមការដង្ហើយហៅរបស់ព្រះបានរស់ឡើងវិញដើម្បីធ្វើជាស្មោបន្ទាល់ដល់មនុស្សជាថាទ្រង់ជាអ្នកដែលបានប្រោសឲ្យពួកគេរស់ឡើងវិញ
តែយើងនៅក្នុងមួយថាយចំពោះ27ខ20ចុងខ53មិញយើងឃើញថាព្រះអង្គប្រោសពួកគេឲ្យរស់ឡើងវិញរួចហើយពួកគេនឹងឯងចូលទៅក្នុងទីក្រុងប្រាប់ទៅដល់បណ្ដាជននៅក្នុងទីក្រុងនឹងឯងថាពួកគេជាអ្នកដែលព្រះទ្រង់បានប្រោសឲ្យរស់ឡើងវិញហើយព្រះគ្រីស្ទទ្រង់ជាព្រះដែលរស់ឡើងវិញពិតមែនឈប់នាំគ្នាសង្ស័យតទៅទៀតណាដូច្នេះនៅក្នុងវិញ្ញាណបទនេះ early writing ការសរសេរដំបូងនៅទំព័រ184បន្តពួកពិសេសទាំងនេះជាពួកបរិសុទ្ធបានរស់ឡើងមានសេរីល្អពួកទាំងនេះជាពួកជ្រើសរើសអញ្ចឹងបានក្រុមទី1នោះគឺពួកជ្រើសរើសពីណាមកហើយជាពួកបរិសុទ្ធមួយណាពួកបរិសុទ្ធមួយនៅគ្រប់ចំនួនចាប់ផ្ដើមពីកំណើតផែនដីមករហូតមកដល់ចំនួនព្រះគ្រីស្ទតែញ៉េពួកអ្នករស់ឡើងវិញហ្នឹងគឺព្រះទ្រង់ជ្រើសរើសប្រោសឲ្យពួកបរិសុទ្ធដែលជឿព្រះអង្គកាន់តាមក្រឹតវិន័យរបស់ទ្រង់ហ្នឹងព្រះអង្គប្រោសឲ្យគេរស់ឡើងវិញហ្នឹងមួយនៅតាំងពីសម័យលោកអាដាមរហូតមកយើងអត់ដឹងព្រះអង្គទ្រង់មិនបានរាយរាប់ឬក៏ហោរាមិនបានរាយរាប់ថាមួយហ្នឹងជាអ្នកណាទេណាប៉ុន្តែយើងដឹងថាពួកហ្នឹងជាពួកបរិសុទ្ធដែលជឿព្រះអង្គពីសម័យលោកអាដាមគឺសម័យបកបកើហ្នឹងរហូតមកដល់សម័យព្រះគ្រីស្ទហ្នឹងពេលដែលពួកដឹកនាំរបស់យូដាចង់បំបត្តិការពិតពីការរស់ឡើងវិញរបស់ព្រះរាជបុត្រារបស់ព្រះដូច្នេះហើយបានជាព្រះទ្រង់សម្រេចប្រោសឲ្យពួកបរិសុទ្ធឲ្យរស់ឡើងដើម្បីសម្គាល់ធ្វើជាស្មោបន្ទាល់ថាព្រះគ្រីស្ទទ្រង់រស់ឡើងវិញពិតហើយប្រកាសប្រាប់ពីសេរីល្អរបស់ទ្រង់ណាយើងដឹងថាពួកអាចារ្យផារ៉ាស៊ីចង់ប្រាប់ទៅដល់ពួកគ្នាគេថាព្រះអង្គទ្រង់មិនមែនរស់ឡើងវិញទេគឺបានឲ្យលុយទៅដល់ពួកទាហានអីហ្នឹងដើម្បីបំបត្តិនៅក្នុងការហ្នឹងពួកទាហានដឹងច្បាស់ហ្នឹងមែនទេពួកទាហានដឹងច្បាស់ថាព្រះគ្រីស្ទទ្រង់រស់ឡើងវិញមែនពីពួកអីនៅពេលដែលព្រះអង្គទ្រង់រស់ឡើងវិញហ្នឹងពួកគេដួលដូចជាស្លាប់ណាពួកគេដឹងច្បាស់នៅក្នុងការហ្នឹងប៉ុន្តែពួកផារ៉ាស៊ីដែលមិនជឿនៅលើការហ្នឹងបដិសេធនៅក្នុងសេរីរស់ឡើងវិញរបស់ព្រះគ្រីស្ទនឹងឯងយកលុយទៅញុកមាត់ពួកទាហានទាំងអស់ហ្នឹងហើយប៉ុន្តែมันអាចធ្វើទៅបានពីពួកអីជាអំណាចរបស់ព្រះអង្គប្រោសពួកអ្នកដែលបរិសុទ្ធជឿព្រះអង្គតាំងពីសម័យលោកអាដាមរហូតមកមួយគ្រប់សម័យចំនួនហ្នឹងមកឲ្យពួកគេណៃចូលទៅក្នុងទីក្រុងប្រកាសប្រាប់ដល់ពួកបរិសុទ្ធពួកអ្នកដែលមិនទាន់ច្បាស់លាស់នៅក្នុងការហ្នឹងឲ្យគេយល់ឲ្យគេដឹងច្បាស់នៅក្នុងការហ្នឹងណាពួកអ្នកដែលរស់ឡើងវិញទាំងនេះរស់ឡើងម្នាក់មានកម្ពស់ខុសគ្នាណាគាត់បានឃើញពួកអ្នកដែលរស់ឡើងវិញហ្នឹងគឺម្នាក់ហ្នឹងឯងមានកម្ពស់កម្ពស់ខុសគ្នាដូច្នេះបើយើងមើលឃើញតាមចក្ខុវិញ្ញាណរបស់ហោរាយើងឃើញថានៅសម័យលោកអាដាមព្រះអង្គបង្កើតមនុស្សមកគឺធំអស្ចារ្យហើយកម្ពស់ស្មើគ្នាណាហើយប៉ុន្តែដោយសារបាបទន្ទ្រាននៅលើមនុស្សគ្រប់សម័យចំនួនបានមនុស្សចេះតែមានមៀតតូចមៀតធំទៀបខ្ពស់អីទាំងអស់ហ្នឹងសិតបញ្ជាក់ពីដោយព្រោះការបាបហ្នឹងហើយណារហូតមកដល់សម័យយើងក៏រឹតតែមានអ្នកខ្លះតូចធំខ្ពស់ទៀបអីចឹងដូចគ្នាមានទំហំតូចខុសគ្នាហេតុអ្វីមានគេប្រាប់ខ្ញុំថាណាហោរាបានសួរនៅក្នុងលក្ខណៈហ្នឹងបានមានគេប្រាប់ខ្ញុំថាដោយព្រោះតែបាបបានចូលមកក្នុងផែនដីបានជាអញ្ចឹងណាមានគេប្រាប់គាត់សួរទៅដល់ការដែលព្រះទ្រង់ឲ្យគាត់ឃើញហ្នឹងណាហើយមានគេនឹងប្រាប់គាត់ថាដោយព្រោះតែបាបចូលមកហ្នឹងបានធ្វើឲ្យពួកគេនឹងឯងមានមាឌធំអ្នកខ្លះមាឌធំអ្នកខ្លះមាឌតូចអ្នកខ្លះតូចអ្នកខ្លះទៀបអ្នកខ្លះខ្ពស់អីចឹងទៅណានឹងឯងសារតែបាបហើយនេះយើងបានផុសតាំងពីហោរាការបើកសម្ដែងរបស់ព្រះដល់ហោរាហ្នឹងមកឲ្យយើងបានមានសេចក្តីយល់ច្បាស់
ជឿជាក់នៅលើការទាំងអស់នោះដែលព្រះអង្គទ្រង់ធ្វើសម្រាប់មនុស្សជាតិនៅលើពិភពលោកណានៅក្នុង AD នៅខ្មែរយើងហៅថាសភៅនៃសេចក្តីស្រឡាញ់ណា Desire of Age ណា Desire of Age នៅទំព័រ786បានប្រាប់ថានៅពេលដែលទ្រង់កំពុងតែប្រកាសនៅឡើយព្រះយេស៊ូវទ្រង់បានប្រោសមនុស្សឲ្យរស់ឡើងវិញទ្រង់បានប្រោសកូនរបស់ស្ត្រីមេម៉ាយម្នាក់នៅក្នុងស្រុកណាសារ៉េតណាកូនស្រីតែមួយរបស់មេសាលាប្រជុំព្រះអង្គប្រោសឲ្យរស់ឡើងវិញដែរហើយឡាសាជាប្អូនរបស់នាងម៉ារ៉ានិងម៉ាថាតែពួកគេយ៉ាងម៉េចពេលដែលព្រះអង្គទ្រង់ប្រោសឲ្យរស់ឡើងវិញនៅក្នុងពេលដែលព្រះអង្គកំពុងតែបង្រៀននៅមានជីវិតនៅឡើយហ្នឹងតែពួកគេនេះមិនបានមានសេរីល្អទេមែនទេបងប្អូនគឺថានៅពេលដែលព្រះអង្គទ្រង់ប្រោសអ្នកទាំង3អ្នកហ្នឹងឲ្យរស់ឡើងវិញហ្នឹងគឺពួកគេរស់ឡើងដូចជាឡាសាណាឡាសាព្រះអង្គប្រោសឲ្យរស់ឡើងវិញគាត់អត់មានសេរីល្អទេមែនទេពីព្រោះគាត់ត្រូវស្លាប់ទៅវិញទេណាដូចជាកូនសាលាមេសាលាប្រជុំហើយនឹងដូចជាកូនស្រីកូនរបស់ស្ត្រីមេម៉ាយដែលមានកូនប្រុសតែមួយស្លាប់នោះណាព្រះអង្គប្រោសឲ្យរស់ឡើងវិញហ្នឹងគឺពួកគេរស់គ្រាន់តែរស់ឡើងវិញបញ្ជាក់ពីថាទ្រង់ជាព្រះដែលមានអំណាចអាចប្រោសមនុស្សឲ្យរស់ឡើងវិញបានតែមួយគត់គឺទ្រង់តែមួយគត់ដែលអាចធ្វើការហ្នឹងណាដូច្នេះពួកទាំងអស់ហ្នឹងមិនរស់ឡើងមិនមានសេរីល្អទេប៉ុន្តែយើងមើលនៅក្នុងក្រុមទី1ដែលព្រះអង្គទ្រង់ប្រោសឲ្យរស់ឡើងវិញនៅពេលព្រះអង្គទ្រង់ចេញពីភ្នោមកហ្នឹងគឺពួកគេរស់ឡើងវិញគឺមានសេរីល្អបញ្ជាក់ថាគឺពួកគេរស់នៅអស់កលចនិចពេលដែលព្រះទ្រង់ប្រោសឲ្យគេរស់ឡើងវិញណាសពថ្ងៃពួកគេនៅនគរឋានសួគ៌ជាគណៈវិនិច្ឆ័យជាតំណាងឲ្យតួមានជីវិតទាំង4អីហ្នឹងគឺព្រះអង្គទ្រង់ពួកគេរស់ឡើងមានសេរីល្អណាក្រោយពីពួកគេបានរស់ពួកគេត្រូវបានស្លាប់ទៅវិញនេះគឺសំដៅទៅលើពួកអ្នកដែលព្រះទ្រង់ប្រោសឲ្យរស់នៅពេលដែលព្រះអង្គកំពុងតែនៅមានជីវិតនៅឡើយណាប៉ុន្តែពួកអស់អ្នកដែលបានរស់ឡើងវិញពីភ្នោមកជាមួយនឹងព្រះគ្រីស្ទនោះពួកគេរស់ឡើងមានជីវិតអស់កលជានិច្ចឃើញមែនពួកគេបានឡើងទៅឋានសួគ៌ជាមួយនឹងព្រះយេស៊ូវចូលទៅក្នុងទីក្រុងបរិសុទ្ធទុកជាផលនៃជ័យជំនះលើសេចក្តីស្លាប់ជាផលនៃសេចក្តីជំនះនៃជ័យជំនះលើឋានឃុំពលឹងមនុស្សស្លាប់ណាទាំងនេះព្រះយេស៊ូវបានមានបន្ទូលពួកគេបានរួចពីអំណាចរបស់សាតាំងហើយណាគឺពួកអ្នកដែលរស់ឡើងវិញជាមួយនឹងព្រះយេស៊ូវហ្នឹងគឺពួកគេរួចពីអំណាចរបស់សាតាំងហើយសាតាំងគ្មានអំណាចនៅលើអំណាចលើជីវិតរបស់ពួកគេតទៅទៀតទេគឺទ្រង់បានជួយរំដោះពួកគេខ្ញុំគឺអ្នកស្រីបានប្រាប់ថាខ្ញុំបានជួយមិនអ្នកស្រីទេគឺកន្លែងនេះគឺព្រះយេស៊ូវណាខ្ញុំបានជួយរំដោះពួកគេឲ្យរួចពីឋានឃុំពលឹងមនុស្សស្លាប់ដែលយើងដឹងថាឋានឃុំពលឹងមនុស្សស្លាប់នោះគឺភ្នោណាដែលជាផលដំបូងនៃអំណាចរបស់ទ្រង់ណាពួកគេជាផលដំបូងអញ្ចឹងបានជាក្រុមទី1ហ្នឹងគឺពួកអ្នកដែលរស់ឡើងវិញជាមួយនឹងព្រះអង្គនៅពេលក្រោយពីព្រះអង្គទ្រង់រស់ឡើងវិញណាពួកគេជាផលដំបូងនៃអំណាចរបស់ទ្រង់ដែលព្រះអង្គទ្រង់ប្រោសឲ្យគេរស់ឡើងវិញហើយមានសេរីល្អចំណែកពួកអ្នកដែលព្រះអង្គទ្រង់ប្រោសឲ្យរស់នៅពេលដែលព្រះអង្គនៅមានជីវិតនៅឡើយហ្នឹងមិនមែនជាផលដំបូងទេណាព្រះអង្គគ្រាន់តែធ្វើការអស្ចារ្យទាំងអស់ហ្នឹងនៅចំពោះពិភពលោកដើម្បីឲ្យគេបានដឹងទទួលស្គាល់ជឿទុកចិត្តលើទ្រង់ថាទ្រង់ជាព្រះពិតមែនណាតែនេះព្រះអង្គទ្រង់ប្រោសឲ្យពួកគេឲ្យរស់ឡើងវិញមានសេរីល្អហ្នឹងគឺតំណាងឲ្យជ័យជំនះនៅលើភ្នោតំណាងឲ្យជ័យជំនះដែលព្រះអង្គទ្រង់បានធ្វើនៅលើឈើឆ្កាងហើយជាពិសេសទៅទៀតហ្នឹងគឺបញ្ជាក់ពីអំណាចដំបូងដែលព្រះអង្គទ្រង់ប្រោសមនុស្សឲ្យរស់ឡើងវិញឲ្យបាននៅកន្លែងដែលទ្រង់បាននៅនោះដែរនឹងគ្មានសេចក្តីស្លាប់ឬសេចក្តីសោកសង្រេងទៀតឡើយណាគឺពួកគេបានឆ្លងផុតពី
សេចក្តីស្លាប់ហើយពួកគេអត់មានសេចក្តីសោកកំរែងនៅក្នុងជីវិតរបស់សាច់ឈាមតទៅទៀតទេសប្តាហ៍ថ្ងៃពួកគេនៅនគរឋានសួគ៌ណានេះគឺជាក្រុមទី1បងប្អូនចាប់តនេះបងប្អូនយល់ក្នុងការនេះចាប់តនេះបើមានអត់យល់បងប្អូនអាចសួរបានព្រោះការព្រះអង្គយាងមកជាលើកទី1ហ្នឹងគឺមាន2ក្រុមដែលរស់ឡើងអញ្ចឹងមួយរស់ឡើងមានស្រីល្អទៅជាមួយព្រះអង្គមួយទៀតរស់ឡើង3នាក់ហ្នឹងចាគឺ3នាក់កូនប្រុសរបស់អ្នកមេស្រីមេម៉ាយណាអ៊ីនហ្នឹងហើយនឹងកូនស្រីមេឃុំហ្នឹងហើយឡាសាហ្នឹងរស់ឡើងប៉ុន្តែស្លាប់ទៅវិញចាហ្នឹងហើយស្លាប់ទៅតាមសាច់ឈាមពុកអលួយទៅវិញណាអញ្ចឹងហើយមាន2ក្រុមដែលរស់នៅពេលព្រះអង្គយាងមកជាលើកទី1ហ្នឹងចាដូច្នេះបងប្អូនត្រូវចែកឲ្យដាច់ណាចែកដាច់ទៅចាយ៉ាងម៉េចគឺថា3នាក់ដែលព្រះអង្គទ្រង់ប្រោសឲ្យរស់ឡើងវិញដោយអំណាចរបស់ទ្រង់ក្នុងការដែលព្រះអង្គនៅមានជីវិតនៅឡើយហ្នឹងมันបានរាប់ជាផលដំបូងឬក៏អ្នកដែលរស់ឡើងវិញលើកទី1នឹងទេណាតែពួកអ្នកដែលចេញពីភ្នោក្រោយពីព្រះអង្គទ្រង់រស់ឡើងវិញនោះទេបានព្រះអង្គរាប់ជាផលទី1ឬក៏ក្រុមទី1ដែលព្រះទ្រង់ប្រោសដោយអំណាចរបស់ទ្រង់ដែលបញ្ជាក់ដល់យើងទាំងអស់គ្នាឲ្យយើងបានដឹងនៅក្នុងការហ្នឹងណាឥឡូវយើងឆ្លងទៅក្រុមទី2ណាសេចក្តីប្រោសឲ្យរស់ឡើងវិញពិសេសទី2នឹងគឺជាពិសេសណាគឺក្រុមទី1ដែលរស់ជាមួយនឹងព្រះអង្គហ្នឹងគឺជាក្រុមពិសេសប្រោសពិសេសហេតុអីមិនពិសេសពីព្រោះអីយើងសិក្សាទៅវាចុងបញ្ចប់គាត់ថាព្រះអង្គទ្រង់ប្រោសមនុស្សទូទៅតាំងពីសម័យអាដាមរហូតដល់ចុងបំផុតផែនដីហ្នឹងគឺទូទៅមិនពិសេសទេណានេះគឺជាពិសេសពីព្រោះអីព្រះអង្គទ្រង់ប្រោសឲ្យគេលើកទី1គឺពួកអ្នកដែលនៅមានព្រះអង្គមានបន្ទូលនៅក្នុងម៉ាថាយជំពូក27ខ52 53ហ្នឹងណានឹងគឺជាពួកពិសេសឥឡូវយើងមើលពួកក្រុមពិសេសមួយទៀតក្រុមទី2ណាដែលព្រះអង្គទ្រង់ប្រោសបងប្អូនអាននៅក្នុងដានីយ៉ែលជំពូក12នៅគ្រានោះមីកែលជាមហាទេវតាដែលតំណាងពួកកូនចៅរបស់សាសអ្នកលោកនឹងឈរឡើងក៏នឹងមានគ្រាវេទនាជាខ្លាំងដល់ម្លេះបានជាចាប់តាំងពីមាននគរដល់រាបដល់ពេលដល់វេលានេះឯងនោះមិនដែលកើតមានយ៉ាងដូចនោះឡើយហើយនៅគ្រានេះតាស់អ្នកនឹងបានប្រកឲ្យរួចគឺអស់អ្នកណាដែលបានបាត់ទុកក្នុងបញ្ជីអរគុណព្រះអង្គអាមែនអាមែនបាទដូច្នេះយើងឃើញយើងអាននៅក្នុងខ1ដានីយ៉ែលជំពូក12ខ1យើងឃើញមានកន្លែងខ្លះដែលយើងត្រូវដែលយើងមិនដែលយល់ពីដើមណាហើយយើងដឹងថាមីកាអែលឈរឡើងនៅពេលណាយើងបានសិក្សាកន្លងមកបងប្អូនដឹងមីកាអែលឈរឡើងនៅពេលដែលពិភពលោកចេញច្បាប់តាមសម្រាប់ពួក144,000ណាគឺតំណាងឲ្យសាសនាហ្នឹងគឺបានថាពួកដានីយ៉ែលពួកគេជាអ៊ីស្រាអែលដល់ពេលគេចេញច្បាប់សម្រាប់នឹងហើយបានពួកគេយើងបានសិក្សាមកបងប្អូនដឹងហើយគឺថាមនុស្សប្រុសដែលច្រត់ចង្កេះដូចជាស្ត្រីដែលមានរៀបសម្រាលកូនណាគឺឈឺចាប់មើលទៅដូចជាគេឈឺចាប់ប៉ុន្តែនោះហើយគឺជាសក្តីវេទនារបស់យ៉ាកុបដល់ពួក144,000អញ្ចឹងហើយបានជាព្រះអង្គមីកែលបងប្អូនដឹងថាមីកែលជានរណាមែនទេតែបន្តែរបស់យើងគឺច្បាស់លាស់នៅក្នុងការហ្នឹងណាមិនមែនសពេចសពិលដូចជាបងប្អូនក្រុមថ្ងៃទី1ទេគេថាបងប្អូនថ្ងៃទី1គេថាមីកែលហ្នឹងគឺជាទេវតាធម្មតាទេគឺជាមេដឹកនាំរបស់ទេវតាណាប៉ុន្តែយើងអត់ទេហោរាបានបើកសម្ដែងព្រះបានបើកសម្ដែងឲ្យហោរាអ្នកសេលេងជាវាយបានសរសេរប្រាប់យើងថាមីកែលហ្នឹងគឺជាព្រះគ្រីស្ទទ្រង់យាងមកនេះគឺយើងនៅក្នុងក្រុមទី2ពិសេសដែលព្រះទ្រង់ប្រោសរស់ឡើងវិញណាដូច្នេះនៅពេលដែលព្រះទ្រង់មករំដោះពួក144,000ឈរមីកែលឈរឡើងជាមហាទេវតាហ្នឹងមករំដោះពួក144,000ហ្នឹងនៅក្នុងរយៈពេលហ្នឹងឯងព្រះអង្គទ្រង់ប្រោសផ្ទះរបស់ Seventh Day Adventist របស់យើងឲ្យរស់ឡើងវិញគឺពួកអ្នកដែលស្លាប់នៅក្រោមទេវតា3
ព្រះអង្គទ្រង់ប្រោសឲ្យគេរស់ឡើងវិញណាហើយព្រះអង្គបានប្រាប់ថាពួកគេនឹងឯងព្រះអង្គឥឡូវយើងឃើញលក្ខណៈក្រុមទី1ពេលដែលរស់ឡើងវិញជាមួយព្រះពួកគេទៅណាពួកគេទៅក្រុងយេរូសាឡិមមែនទេពួកគេទៅក្រុងយេរូសាឡិមហើយទៅប្រាប់ពួកក្រុងយេរូសាឡិមនឹងឯងឲ្យគេយល់ច្បាស់ថាព្រះគ្រីស្ទនឹងទ្រង់ជាព្រះដែលប្រោសឲ្យគេរស់ឡើងវិញព្រះគ្រីស្ទជាពួកគេជាស្មោបន្តព្រះគ្រីស្ទទ្រង់រស់ឡើងវិញពិតមែនណាយើងបានអាននៅក្នុងវិញ្ញាណបទនីខាងលើមិញហើយនៅក្នុងសក្តីប្រោសឲ្យរស់ឡើងវិញពិសេសផ្ទះសវណ្ឌេ Adventist របស់យើងពួកអ្នកដែលស្លាប់នៅក្រោមទេវតា3តាំងពីឆ្នាំ1844មកហ្នឹងពួកហ្នឹងគឺពួកអ្នកដែលស្លាប់នៅក្រោមទេវតា3ហ្នឹងណារហូតមកព្រះអង្គទ្រង់ប្រោសឲ្យពួកគេរស់ឡើងវិញទៅរួមសម្លេងយើងបានសិក្សាកន្លងមកបងប្អូននៅចាំបងប្អូនដឹងខ្លះគឺថានៅពេលនៅក្រុមនេះក្រុមទី2នេះគឺក្រុម Seventh Day Adventist របស់យើងដែលបានស្លាប់នៅក្រោមទេវតា3ឥឡូវខ្ញុំមើលនៅក្នុងខ1នឹងម្ដងទៀតហើយនៅក្នុងកន្លែងដែលខ្ញុំត្រូវប្រាប់បងប្អូនឲ្យយល់បន្ថែមខ្ញុំនឹងប្រាប់បងប្អូនណាព្រោះតាមដានជាមួយគ្នាតទៅទៀតនៅគ្រានោះមីកែលជាមហាទេវតាដែលតំណាងពួកកូនចៅរបស់សាសនាលោកនឹងឈរឡើងក៏នឹងមានគ្រាវេទនាជាខ្លាំងនឹងគឺជាសេចក្តីវេទនារបស់យ៉ាកុបណាដល់ម្លេះនៅពេលណាសេចក្តីវេទនារបស់យ៉ាកុបហ្នឹងគឺក្រោយពេលព្រះទ្រង់បានឲ្យសាររបស់ទេវតាពីទិសថ្ងៃរះនឹងឯងទៅកាន់ក្រុមជំនុំឡាវឌីសេគឺសម្ដៅទៅលើ Seventh Day Adventist របស់យើងណាបើបោះត្រាពួក144,000ហ្នឹងបានគ្រប់ចំនួនក្រោយពីបោះត្រានឹងរួចគឺពិភពលោកចេញច្បាប់សាន់ដេឡណាហើយពួកគេចូលទៅក្នុងសេចក្តីវេទនារបស់យ៉ាកុបហើយព្រោះអីគេចេញច្បាប់ពិភពលោកទាំងមូលគេស្របទៅតាមអាសត្វនោះប៉ុន្តែមានតែពួក144,000ដែលជាជំរឿសពិសេសរបស់ព្រះចេញពីក្រុមជំនុំ Seventh Day Adventist នឹងទេដែលពួកគេមិនចុះចូលដូចជាពួកម៉ាដានញ៉ាអញ្ចឹងណានៅក្នុងច្បាប់របស់បាបឡោនចេញឲ្យថ្វាយបង្គំរូបព្រះរូបសំណាកហ្នឹងពួកគេមានតែ3នាក់មក3នាក់4នាក់ចាត់រាំងមីសាក់ហើយនៅបេណាហ្គោ3នាក់4នាក់ទាំងដានញ៉ាពួកគេមិនថ្វាយបង្គំមិនលិតជង្គង់ថ្វាយបង្គំដល់សត្វនោះទេនោះគឺជាគំរូណាដល់ជាគំរូនៅពេលកើតនៅថ្ងៃចុងបំផុតនេះគឺពេលដែលពួកគេចេញច្បាប់សម្លាប់ណាគេគ្រាវេទនាយ៉ាងខ្លាំងហ្នឹងតំណាងឲ្យសេចក្តីវេទនារបស់យ៉ាកុបហើយដល់ម្លេះបានជាចាប់តាំងពីមាននគរគឺនគររាប់ពីណាមកបងប្អូននឹកចាំទេនគរព្រះទ្រង់រាប់ជានគរគឺចាប់តាំងពីបាបឡោនគឺមានតែក្រោយទឹកជំនន់ណាបាបឡោននោះគឺជានគរមុនគេដែលព្រះទ្រង់បានឲ្យកើតមាននៅលើផែនដីអញ្ចឹងបានជានេបូខនេសាណាព្រះទ្រង់ឲ្យសបិននិមិត្តឃើញនៅអនាគតចាប់តាំងពីនគររបស់លោកនឹងមកណាចាប់ពីបាបឡោនមកគឺឃើញរូបសំណាកក្បាលមាសទ្រូងប្រាក់ចកេះទួងដែងភ្លៅដែកហើយយើងសពថ្ងៃរស់នៅក្នុងមរៀមជើងទាំង10ដែកលាយនឹងដីឥដ្ឋហ្នឹងណាដែកនឹងលាយដីឥដ្ឋហ្នឹងគឺបែរថាគោលលទ្ធិរបស់រ៉ូមនៅរហូតទៅដល់ចុងជើងដែកតំណាងឲ្យរ៉ូមណាជើងដែកហ្នឹងហើយគោលលទ្ធិរបស់រ៉ូមហ្នឹងឯងទោះបីជាត្រូវរបួសក្បាលមួយត្រូវរបួសរហូតដល់ស្លាប់ចាប់នៅក្នុងឆ្នាំ1798ហ្នឹងក៏ដោយក៏គោលលទ្ធិហ្នឹងនៅរហូតមកដល់ចុងជើងទៀតណាហើយមរៀម10ដែកលាយនៅដីឥដ្ឋហ្នឹងគឺតំណាងឲ្យប្រទេសខ្លះមានអំណាចដូចជាសហរដ្ឋអាមេរិកគឺប្រទេសដែលមានអំណាចហើយទៅប្រទេសខ្លះទៀតខ្ទន់ខ្សោយណាប្រទេសខ្លះទៀតបោដោយទ្រព្យសម្បត្តិអីចឹងទៅអញ្ចឹងថាដែកនឹងលាយអត់ហ្នឹងតែសំដៅទៅលើអញ្ចឹងគឺថាមកខាងទន់ខ្សោយមកខាងខ្លាំងអំណាចរបស់ពិភពលោកដែលព្រះទ្រង់ឲ្យនេបូខនេសាបានឃើញពីអនាគតរបស់ពិភពលោកហើយយើងដឹងថាយើងកំពុងតែរស់នៅក្នុងចុងជើងនឹងហើយនៅក្នុងរយៈពេលចុងជើងហ្នឹងយើងបាននៅសិក្សានៅក្នុងដានញ៉ៃបងប្អូនឃើញថាព្រះអង្គនឹងបង្កើតនគរមួយឡើងដែលมันមានអ្នកណាអាចបំផ្លាញទេហើយនៅក្នុងសម័យនឹងឯងគឺព្រះអង្គទ្រង់បានជ្រើសរើស
ពួកថ្មចេញពីភ្នំនោះណាហើយភ្នំតំណាងឲ្យព្រះវិហារបងប្អូនដឹងហើយថ្មហ្នឹងឯងបងប្អូនបានសិក្សាតាមរយៈសាររបស់ទេវតាពីទីថ្ងៃរះឲ្យយើងមកដឹងថាគឺពួក140,000មិនមែនជាការយាងមកវិញលើកទី2របស់ព្រះយេស៊ូវដូចជាបងប្អូន Seventh-day Adventist របស់យើងយល់ទេណាដូច្នេះនេះគឺជាសេចក្តីពិតដែលព្រះអង្គទ្រង់ឲ្យមកដល់ព្រះវិហារចុងក្រោយឥឡូវយើងបកមកក្នុងមេរៀនរបស់យើងវិញដូច្នេះនៅគ្រាវេទនាយ៉ាងខ្លាំងនឹងឯងតម្រូវទៅលើសេចក្តីវេទនារបស់យ៉ាកុបដល់ម្លេះបានចាប់តាំងពីមាននគរហ្នឹងរហូតមកដល់វេលាហ្នឹងអត់ដែលមានដូច្នោះទេគឺថានៅក្នុងសម័យសំបីនៅក្នុងសម័យរបស់បាបឡោនបញ្ជាក់ថាអត់ថាពួកដានញ៉ែលបងពួកម៉ារបស់ដានញ៉ែលហ្នឹងឯងរងទុក្ខវេទនាដែរប៉ុន្តែมันដូចនៅក្នុងសម័យនេះទេណាប៉ុន្តែយ៉ាងម៉េចនៅក្នុងសម័យហ្នឹងព្រះអង្គប្រាប់ថាម៉េចយើងមើលតទៀតដល់ម្លេះបានជាចាប់តាំងពីមាននគរដរាបដល់វេលានេះវេលានោះនោះគឺនិយាយពីសម័យព្រះអង្គកំពុងតែនិយាយជាមួយនឹងដានញ៉ែលហើយនឹងឲ្យសបិនទៅដល់និយាយបងគ្នាសាហើយនោះគឺសំដៅមកដល់សម័យចុងក្រោយសម័យចុងជើងណាដល់វេលានោះឯងនោះមិនដែលកើតមានយ៉ាងដូច្នោះឡើយហើយព្រះអង្គប្រាប់ទៀតថានៅគ្រានោះសាសអ្នកពួកណាទៅជាតំណាងឲ្យពួកសាសអ្នកយូដានញ៉ែលគឺអ៊ីស្រាអែលមែនទេដែលញ៉ាសាសអ្នកហ្នឹងបានប្រោសឲ្យរួចគឺអស់អ្នកដែលមានឈ្មោះកត់ទុកក្នុងបញ្ជីពួកអ្នកដែលអស់អ្នកដែលមានកត់ទុកក្នុងបញ្ជីអ្នកណាពួកដែលមានកត់ទុកនៅក្នុងបញ្ជីគឺពួកជ្រើសរើសគឺពួក140,000ដែលមានចំនួនពិតនោះហើយតែព្រះអង្គទ្រង់ពួកគេជាមនុស្សរស់ណាព្រះអង្គទ្រង់ប្រោសគេរស់ឲ្យរួចពីកណ្ដាប់ដៃរបស់មេកំណាចនៅពេលដែលវាចេញច្បាប់តាមរដ្ឋាភិបាលរបស់ពិភពលោកនោះឯងតាមសម្រាប់ពួកគេមីកែលនឹងឈរឡើងរំដោះពួកគេនៅក្នុងរយៈពេលដដែលណាយើងមើលខ2